ជំរាបសួរអ្នកទាំងអស់គ្នាថ្ងៃនេះយើងមកនិយាយរឿង BL ថ្មីមួយរបស់ជប៉ុនដែលទើបតែចេញនៅដើមខែ1ឆ្នាំ2026នេះឯងសាច់រឿងគឺមានចំនួន12ភាគប៉ុន្តែឥឡូវហ្នឹងគឺទើបតែចេញបាន4ភាគប៉ុណ្ណោះចឹងហើយ admin នឹងសម្រាយទាំង4ភាគហ្នឹងម្ដងមួយហើយចេញក្រោយទៀត admin នឹងសម្រាយតាមក្រោយមកទៀតណាសាច់រឿងគឺនិយាយអំពីបរិសម្នាក់ដែលគាត់ងប់ងល់ជាមួយនឹងការងារខ្លាំងមែនទែនតែថ្ងៃមួយគាត់ស្រាប់តែបានឃើញពន្លឺមួយស្រូបយកនារីម្នាក់ទៅគាត់ព្យាយាមជួយនារីម្នាក់នោះហើយអ្នកទាំងពីរក៏បានធ្លាក់ទៅកាន់ពិភពមួយផ្សេងទៀតក្រោយមកគាត់ក៏បានដឹងថាមនុស្សនៅក្នុងពិភពលោកនោះបានកោះហៅមនុស្សបរិសុទ្ធម្នាក់ឲ្យទៅជួយសង្គ្រោះនគររបស់ពួកគេពីជំងឺរាតត្បាតជំនួសឲ្យការដែលទាញយកបរិសម្នាក់នោះទៅក្នុងពិភពរបស់ពួកគេអ្នកនៅពិភពនោះក៏បានសន្យាថានឹងឲ្យបរិសម្នាក់នោះរស់នៅដោយសុខស្រួលនិងបំពេញបំណងប្រាថ្នារបស់គាត់គ្រប់យ៉ាងចង់ដឹងថាដំណើរជីវិតបរិសម្នាក់នោះនៅក្នុងពិភពមួយផ្សេងទៀតដែលគាត់មិនស្គាល់សោះទៅជាយ៉ាងណាកុំភ្លេចចាំតាមដានការសម្រាយរឿងរបស់ admin ទាំងអស់គ្នាណាបើក៏បានសាច់រឿងមកបង្ហាញឲ្យឃើញបរិសម្នាក់ដែលគាត់មានឈ្មោះថា Seiichiro Kondo ដែលគាត់មានអាយុ29ឆ្នាំគាត់ជាបុគ្គលិកធ្វើការនៅក្នុងក្រុមហ៊ុនមួយតែមិនថាគាត់ខំធ្វើការយ៉ាងណាទេការងាររបស់គាត់នៅតែកដូចភ្នំអញ្ចឹងទាំងដែលគាត់ខំធ្វើការតាំងពីព្រឹករហូតដល់យប់គាត់ស្ទើរតែអាយុ30ឆ្នាំទៅហើយរាងកាយរបស់គាត់ក៏ចុះខ្សោយផងដែរដោយសារតែការធ្វើការគ្មានពេលឈប់សម្រាករបស់គាត់នឹងឯងគាត់ដើរបណ្ដើរគិតបណ្ដើរនៅតាមផ្លូវត្រឡប់មកពីធ្វើការវិញនៅថ្ងៃចុងសប្តាហ៍របស់គាត់គឺគាត់ធ្វើការទាំងថ្ងៃចុងសប្តាហ៍នឹងឯងដើរសុកគាត់ស្រាប់តែបានឃើញនារីម្នាក់ត្រូវបានពន្លឺអ្វីម្យ៉ាងស្រូបនាងយកទៅគាត់ព្យាយាមទៅជួយនាងដែរតែក៏ត្រូវពន្លឺនោះស្រូបយកទៅទាំងពីរអ្នកតែម្ដងអ្នកទាំងពីរបានដឹងខ្លួនឡើងនៅក្នុងចំណោមមនុស្សជាច្រើននៅជុំវិញគាត់ហាក់ដូចជាគេកំពុងតែធ្វើវិធីអ្វីមួយអញ្ចឹងកុនដូគាត់បានសម្លឹងទៅជុំវិញខ្លួនហើយក៏បានតាក់ភ្នែកទៅនឹងបុរសម្នាក់ដែលឈរសម្លឹងមកគាត់ដូចគ្នាដែលគាត់មានកែវភ្នែកពណ៌ស្វាយហើយទឹកមុខគាត់គឺស្មើធេងដែលបុរសម្នាក់នឹងហើយគឺជាតួឯកប្រុសរបស់យើងម្នាក់ទៀតដែលគាត់មានឈ្មោះថា Aris Indolak ពេលនឹងដែរក៏មានបុរសសក់សម្នាក់គាត់បានដើរមកនិយាយជាមួយនារីម្នាក់ដែលបានធ្លាក់មកជាមួយគាត់នោះហើយហៅនាងថាមនុស្សបរិសុទ្ធកុនដូគាត់ក៏បានដឹងភ្លាមហ្មងថាគាត់បានឆ្លងមកភពមួយទៀតហើយក្រោយមកទៀតគេក៏បានប្រាប់គាត់ថានៅទីនេះគឺជាអាណាចក្ររ៉ូម៉ានីវាជាជំរកមួយរបស់ព្រៃមេអាស្មិចដែលគួរឲ្យគ្រោះថ្នាក់ខ្លាំងមែនទែនតែគេស្គាល់ថាជាព្រៃបិសាចនៅក្នុងព្រៃហ្នឹងវាមានដើមឈើហើយវាបញ្ចេញជាលំអងឬមួយក៏បែបជាលក្ខណៈថាអាប់អីចឹងណាទាំងអស់គ្នាដែលវាផ្ទុះឡើងឬមួយក៏សាយចេញពីដើមឈើហ្នឹងជារៀងរាល់100ឆ្នាំម្ដងដោយបង្កឲ្យមានជំងឺរាតត្បាតមានតែម្នាក់គត់ដែលអាចបន្សាបវាបានគឺគេហៅថានារីបរិសុទ្ធពួកគេបានប្រើប្រាស់ចំណេះដឹងទាំងអស់របស់នគរដើម្បីធ្វើវេទមន្តក៏ហៅមនុស្សនៅពិភពផ្សេងទៀតដែលស្របគ្នាកុនដូគាត់បានមកអង្គុយនិយាយជាមួយអ្នកដែលធ្វើការនៅក្នុងវាំងពួកគេពិតជាសុំទោសខ្លាំងមែនទែនដែលទាញគាត់ឲ្យមកពាក់ព័ន្ធនៅក្នុងរឿងនេះប៉ុន្តែអាណាចក្ររបស់ពួកគេនឹងទទួលខុសត្រូវទាំងស្រុងចំពោះគាត់គឺរដ្ឋមន្ត្រីរបស់គេបានបញ្ជាមកថាគេនឹងផ្ដល់ឲ្យគាត់នៅអាហារសម្លៀកបំពាក់និងជំរកអ្វីផ្សេងទៀតដែលគាត់ត្រូវការបរិមអ្នកនោះក៏បានសួរទៅកាន់កុនដូយើងថាតើគាត់ត្រូវការអីអត់កុនដូយើងក៏បានគិតថាការដែលរស់នៅសុខស្រួលដែលគ្មានការងារធ្វើគឺជាសុបិនដែលមនុស្សគ្រប់គ្នាប្រាថ្នាសម្រាប់គាត់បានធ្វើការមកអស់រយៈពេល7ឆ្នាំមកហើយគាត់ទម្លាប់ជាមួយនឹងការធ្វើការដូច្នេះហើយទើបគាត់សុំគេធ្វើការងារនៅទីនោះតែម្ដងបន្ទាប់មកគេក៏បាននាំគាត់មកកន្លែងស្នាក់នៅជាកន្លែងដែលអ្នកបម្រើធ្វើការនៅក្នុងរាជវាំងស្នាក់នៅកុនដូគាត់ចូលមកក្នុងបន្ទប់ហើយគិតថាមិនថាគាត់នៅកន្លែងណាគាត់នៅតែត្រូវធ្វើការដដែលបន្ទាប់ពីគេដឹងថាគាត់ពូកែគិតលេខនិងគ្រប់គ្រងផ្នែកហិរញ្ញវត្ថុហើយដូច្នេះហើយគេក៏ឲ្យគាត់ទៅធ្វើការនៅផ្នែក accounting ម្ដងបន្ទប់ស្នាក់នៅគាត់កេងគិតពីនារីម្នាក់នោះមិនដឹងថានាងមានសុវត្ថិភាពឬអត់ទេគាត់បានកេងសម្រាប់មួយសន្ទុះក៏មានមនុស្សមកគោះទ្វារបន្ទប់គាត់ម្នាក់នោះមានឈ្មោះថា Norbert ដែលអ្នកគ្រប់គ្រងបានប្រើឲ្យគាត់យកឯកសារនិងខោអាវមកឲ្យកុនដូគាត់បានទទួលយកសម្ភារៈពី Norbert គាត់បានចាប់ដៃកុនដូហើយបានណែនាំថាគាត់ក៏រស់នៅទីនេះដែរហើយគាត់ក៏ធ្វើការផ្នែក accounting ដូចគ្នាដែរកុនដូគាត់ក៏បានណែនាំខ្លួនវិញថាគាត់ឈ្មោះ Seiichiro Kondo តែ Norbert គាត់ថាឈ្មោះនឹងបាក់ហៅណាស់គាត់ហៅ Sei វិញហើយគាត់សប្បាយចិត្តមែនទែនដែលគាត់បានធ្វើការជាមួយកុនដូគាត់ចាប់កន្លាស់ដៃគេឡើងចង់របូតចេញពីស្មាហើយកុនដូគាត់គិតថានៅពិភពលោកហ្នឹងមានមនុស្សមិនចេះគិតចឹងដែរណលក្ខណៈថាគាត់ចង់ថា Norbert ឡប់អីចឹងណាកាត់មកដល់ថ្ងៃស្អែកកុនដូគាត់បានស្លៀកឯកសណ្ឋានធ្វើការឈរនៅក្រៅវាំងគាត់ឈរគិតម្នាក់ឯងហាមិនសឹមមិញគាត់បានឆែកមើលគឺនៅទីនេះគេប្រើលេខអារ៉ាប់ចំណែកអក្សរវិញគឺវាបកប្រែអូតូដែលគាត់អាចអានយល់ចឹងហើយគាត់អាចធ្វើការបានដោយគ្មានបញ្ហាអីទេកំពុងគិតសុកស្រាប់តែអារីដើរមកជិតគាត់ហើយសួរថាគាត់កំពុងធ្វើអីកុនដូឃើញគេហើយគាំងគិតថាបរិមម្នាក់នឹងហើយដែលគាត់ឃើញកាលពីម្សិលមិញគាត់ឆ្លើយថាគាត់កំពុងចាំមនុស្សម្នាក់អារីក៏សួរគាត់ទៀតថាចាំពីណាគេកុនដូគាត់ថាគាត់ចាំអ្នកគ្រប់គ្រងផ្នែក accounting ឈ្មោះ Helmut
អារីយើងនឹងក៏បានសួរទៀតថាចាំធ្វើអីកុនដូក៏ថាដោយសារថ្ងៃហ្នឹងគាត់ត្រូវចូលធ្វើការអារីក៏នៅតែសួរតទៀតថាធ្វើដើម្បីអីតែពេលហ្នឹង Norbert គាត់ក៏រត់មកហៅកុនដូកាត់ពួកគេទាំងពីរបើមិនអញ្ចឹងទេដឹងតែអារីនៅសួរដេញរហូតហើយ Norbert ក៏រត់មកស្រែកថាមិនបានកុនដូមកចោលគាត់ចឹងបន្ទាប់មកគាត់ក៏កលេចឃើញអារីគាត់ភ្ញាក់ផ្អើលខ្លាំងមែនតើចំណែកអារីវិញឃើញ Norbert រត់មកអញ្ចឹងគាត់ក៏ងាកមើលមុខកុនដូបន្តិចហើយគាត់ក៏ដើរចេញទៅវិញទៅគ្រាន់តែអារីដើរចេញទៅបាត់ភ្លាម Norbert គាត់លាន់មាត់ថាគាត់មិនដែលឃើញមេបញ្ជាការនៃរាជវង្សទី3ចិត្តចឹងទេគាត់សួរថាពីរអ្នកហ្នឹងនិយាយគ្នារឿងអីកុនដូក៏ឆ្លើយថាអារីមកសួរគាត់ថាគាត់នៅនឹងធ្វើអី Norbert គាត់ថាប្រហែលអារីបារម្ភហើយដោយសារកុនដូគាត់មកពីភពផ្សេងអីចឹងគាត់ឮមកថាអារីខូខើណាស់ប៉ុន្តែមិនដឹងថាគាត់ចិត្តល្អដែរចឹងសោះកុនដូយើងក៏សួរថាម្នាក់ហ្នឹងណាគេ Norbert គាត់ប្រាប់ថានៅផ្នែករាជវង្សទី3គឺសុទ្ធតែជាមេតបដែលអាចប្រើវេទមន្តនិងដាវបានកុនដូគាត់និយាយរបៀបឆ្ងល់ថាប្រើវេទមន្ត Norbert គាត់ថានឹងហើយមេបញ្ជាការគាត់សង្ហាខ្លាំងហើយថែមទាំងជាកូនប្រុសមកពីគ្រួសារម៉ាហ្វីទៀតដែលជាគ្រួសារល្អមួយគាត់អស្ចារ្យខ្លាំងណាស់ដែលខ្លាចជាមេបញ្ជាការតបទាំងវ័យក្មេងកុនដូក៏និយាយមកថាស្ដាប់ទៅអស្ចារ្យម្ល៉េះពេលហ្នឹង Helmut ក៏បានមកជួបអ្នកទាំងពីរនិងបាននាំកុនដូទៅមើលកន្លែងធ្វើការប្រាប់ឲ្យគេព្យាយាមសម្របខ្លួនបន្តិចម្ដងទៅរួចក៏បបួលកុនដូទៅផឹកតែសិនបន្ទាប់មកក៏បបួលទៅញ៉ាំអីនៅអាហារដ្ឋានទៀតចុះឡើងមួយថ្ងៃអត់បានធ្វើការអីទេចប់ម៉ោងការងារគ្រប់គ្នាក៏នាំគ្នាចេញពីធ្វើការចំណែកឯកុនដូគាត់មានការភ្ញាក់ផ្អើលដោយសារតែឃើញបុគ្គលិកដល់ម៉ោងចេញធ្វើការគឺគេចេញទៅភ្លាមអស់តែម្ដងមិនដូចការគាត់នៅធ្វើការសោះពេលហ្នឹង Helmut គាត់បានមកប្រាប់កុនដូយើងថាថ្ងៃស្អែកសម្រាប់ឲ្យកុនដូយើងយកពេលហ្នឹងទៅដើរទិញរបស់ដែលគាត់ត្រូវការនៅក្នុងក្រុងទៅរួចក៏ឲ្យប្រាក់មួយស្បោងទៅកាន់កុនដូ Norbert ឮអញ្ចឹងក៏ចូលខ្លួនមកថាចាំគាត់ជូនទៅដើរមើលស្អែកឡើងគាត់ទៅដើរមើលនៅក្នុងផ្សារយើងក៏បានដឹងថានៅកន្លែងនោះរូបិយប័ណ្ណរបស់គេគឺគេហៅថារូឡាហើយតម្លៃទំនិញគឺអាស្រ័យទៅលើភាពកម្ររបស់វាដែល4ដុល្លារប្រហែល100យេនអញ្ចឹងសរុបមកប្រាក់ដែល Helmut ឲ្យកុនដូយើងគឺប្រហែល 75,000 យេនលុយជប៉ុនដែលកុនដូគាត់គិតថាប៉ុណ្ណឹងគឺវាសមរម្យហើយដើរមើលសុកគាត់ក៏ឃើញក្មេងប្រុសម្នាក់លក់ឧបករណ៍គិតលេខគាត់ក៏ចូលទៅសុំមើលក្មេងប្រុសហ្នឹងគាត់ឃើញកុនដូស្លៀកសម្លៀកបំពាក់អ្នកបម្រើនៅក្នុងវាំងអញ្ចឹងហើយគាត់ក៏និយាយថាគាត់អត់មានអីមានតម្លៃឲ្យកុនដូមើលទេតែកុនដូក៏បានសួរថាឧបករណ៍គិតលេខហ្នឹងគេជាអ្នកធ្វើខ្លួនឯងមែនបន្ទាប់ពីក្មេងប្រុសម្នាក់នោះគាត់បានឆ្លើយថានឹងហើយគាត់ជាអ្នកធ្វើកុនដូរបស់យើងគាត់ក៏បានសុំទៅកាន់ក្មេងប្រុសហ្នឹងមួយដែលយើងមិនទាន់ដឹងថាគាត់សុំរឿងអីទេគាត់បានមកហាងមួយផ្សេងទៀតដែលមានលក់ក្រដាសនិងប៊ិច Norbert គាត់ថានៅក្នុងវាំងគេផ្ដល់ឲ្យតែកុនដូទិញធ្វើអីទៀតតែកុនដូគាត់ថាគាត់ចង់បានសម្រាប់ខ្លួនឯងបន្ទាប់មកគាត់ក៏បានឃើញប៊ិចវេទមន្តមួយដែលអាចប្រើបានដោយមិនបាច់បញ្ចូលទឹកគាត់ក៏បានទិញវាទៅបន្ទាប់ពីទិញរបស់ដែលគាត់ត្រូវការអស់ហើយពួកគេក៏បានត្រឡប់ទៅវិញទៅស្អែកឡើងគ្រប់គ្នាមានការភ្ញាក់ផ្អើលជាខ្លាំងដោយសារឃើញកុនដូគាត់ទៅធ្វើការតាំងពីព្រលឹមគេសួរគាត់ថាគាត់កំពុងធ្វើអីហ្នឹងគាត់ថានៅអ៊ូហ្វីសរញ៉េរញ៉ៃពេកអញ្ចឹងហើយទៅគាត់រៀបចំឲ្យស្អាតកុនដូគាត់កំពុងអង្គុយធ្វើការ Norbert ក៏មកសួរគាត់ថាយប់មិញបានគេងលក់ស្រួលអត់ហ្នឹងមិនបានភ្នែកគាត់ខ្មៅហើយមើលទៅដូចជានៅហត់ដដែលអញ្ចឹងតែកុនដូគាត់ថាតែចាស់ទៅអស់កម្លាំងសូម្បីតែគេងក៏ពិបាកដែរឃើញអញ្ចឹង Norbert ក៏ឲ្យថ្នាំមួយដបទៅកុនដូដែលវាជួយសម្រួលដល់ការគេងពេលហ្នឹង Helmut បានមករកកុនដូហើយប្រាប់ថានារីបរិសុទ្ធម្នាក់នោះចង់ជួបគាត់កុនដូគាត់ដើរទៅជួបអារីសនៅខាងមុខហ្នឹងគាត់តាមសម្លឹងមើលគេអត់ដាក់ភ្នែកទេមិនដឹងជាគិតអីទេពេលកុនដូគាត់ចូលទៅដល់បុរសម្នាក់ដែលមានសក់សដែលមានឈ្មោះថាយូរីសាម៉ាជាព្រះអង្គម្ចាស់ទី1នៃអាណាចក្ររ៉ូម៉ានីនោះបានស្ដីឲ្យគាត់ដែលមកយឺតតែត្រូវបាននារីម្នាក់នោះខាត់ថាគាត់ជាអ្នកហៅកុនដូមកដោយមិនបានប្រាប់ទុកជាមុនទេនាងមានឈ្មោះថាយូអាស៊ីរ៉ៃស៊ីជាអ្នកដែលបានឆ្លងភពមកជាមួយកុនដូនឹងឯងនាងឲ្យកុនដូអង្គុយហើយក៏សួរថាគាត់បានដឹងរឿងនៅអាណាចក្រនឹងនៅកុនដូគាត់ថារឿងមីយ៉ាស្មានិងនារីបរិសុទ្ធអីហ្នឹងមែនគាត់ក៏សួរវិញថាស៊ីរ៉ៃស៊ីនឹងគិតចង់ធ្វើអីនាងនិយាយថាមនុស្សនៅទីនេះរងទុក្ខមានតែនាងទេអាចជួយពួកគេបានអញ្ចឹងហើយនាងចង់ធ្វើតួនាទីក្នុងនាមជានារីបរិសុទ្ធនោះពេលនឹងដែរអង្គរៈបានមកប្រាប់យូរីថាព្រះអង្គចង់ជួបគាត់មិនចង់ទៅទេតែអង្គរៈនោះប្រាប់ថាជារឿងសំខាន់ទើបគាត់ព្រមទៅមុននឹងទៅគាត់ឆ្លៀតប្រាប់អារីសឲ្យមើលកុនដូកុំឲ្យដាច់ពីកសែភ្នែកឲ្យសោះហាក់ដូចជាគាត់មិនពេញចិត្តកុនដូយើងអញ្ចឹងតែកុនដូគាត់អត់ខ្វល់ទេគាត់ប្រាប់ទៅស៊ីរ៉ៃស៊ីថាវាមិនអីទេក្នុងការដែលនាងមានធម៌មេត្តាតែក៏ត្រូវគិតពីស្ថានភាពខ្លួនឯងនិងមនុស្សជុំវិញខ្លួនដែរនាងក៏សួរគាត់វិញថាចង់មានន័យថាម៉េចកុនដូគាត់និយាយថាគាត់មិនដឹងច្បាស់ពីធម៌ពលនិងទូនីតិរបស់នារីបរិសុទ្ធអីហ្នឹងទេតែនាងត្រូវបានគេចាប់មកឲ្យធ្វើការឲ្យមនុស្សនៅពិភពនេះចឹងហើយគាត់ចង់ឲ្យនាងគិតសិនមុនពេលដែលធ្វើអីមួយស៊ីរ៉ៃស៊ីគាត់សួរថាកុនដូចង់ឲ្យគាត់បដិសេធមែនកុនដូគាត់ថាគាត់គ្រាន់តែប្រាប់ឲ្យនាងព្យាយាមចំណាយពេលយល់ពីស្ថានភាពសិនបំណងរបស់គាត់គឺដោយសារតែនាងមិនដឹងថាទូនីតិជានារីបរិសុទ្ធអីហ្នឹងមានគ្រោះថ្នាក់ប៉ុណ្ណាទេមនុស្សទាំងនោះអាចនឹងមិនខ្វល់ថានាងស្លាប់ឬរស់ទេដរាបណាពួកគេអាចគ្រប់គ្រងមីយ៉ាស្មានោះបានតែស៊ីរ៉ៃស៊ីគាត់ថាមានមនុស្សច្រើនណាស់ស្លាប់ដោយសារតែការផ្ទុះមីយ៉ាស្មាមួយនោះហេតុអីក៏
ក៏កុនដូនិយាយមកទាំងចិត្តត្រជាក់បែបនេះតែកុនដូគាត់និយាយថាយើងមិនដឹងថារឿងដែលគេប្រាប់យើងនឹងពិតឬអត់ផងហ្នឹងទោះកុនដូគាត់ប្រឹងបញ្យល់ប៉ុណ្ណាក៏ស៊ីរ៉ៃស៊ីគាត់អត់ស្ដាប់ដែរគាត់ថាកុនដូនឹងចង់និយាយថាគ្រប់គ្នានៅពិភពហ្នឹងក៏ហក់គាត់មែនគាត់ខឹងកុនដូហើយគាត់និយាយថាពួកគេមានផ្នត់គំនិតខុសគ្នាគាត់នឹងប្រឹងឲ្យអស់ពីសមត្ថភាពជួយមនុស្សនៅទីនោះហើយគាត់ក៏ដើរចេញទៅចំណែកកុនដូគាត់មិនដឹងធ្វើម៉េចដែរបើបញ្យល់គេហើយគេមិនស្ដាប់ផងគាត់ក៏បានចេញទៅវិញដែរទៅយប់ឡើងគាត់បានគេងគិតគាត់គិតថាវាជាទំនួលខុសត្រូវរបស់មនុស្សធំដែលជួយណែនាំក្មេងតែគាត់ក៏យល់ថាស៊ីរ៉ៃស៊ីមិនស្ដាប់តាមគាត់ក៏មិនខុសដែរព្រោះគាត់ជាអ្នកដតីនឹងដោយធ្វើការហត់ផងហើយគិតច្រើនទៀតគាត់អស់កម្លាំងខ្លាំងមែនទែនទើបគាត់សម្លឹងទៅឃើញថ្នាំដែលណូបឺតឲ្យគាត់ស្រាប់តែព្រឹកស្អែកឡើងគាត់មករកណូបឺតភ្លាមៗតែម្ដងគ្នាឡើងភ័យចង់លេចនោមហើយគឺកុនដូគាត់មកនិយាយថាថ្នាំដែលណូបឺតឲ្យគាត់នឹងគឺល្អណាស់គាត់ញ៉ាំហើយភ្ញាក់ឡើងមានអារម្មណ៍ល្អតែម្ដងណូបឺតគាត់សួរថាកុនដូបានផឹកថ្នាំនឹងហើយមែនល្អណាស់ត្រូវអត់ថ្នាំនឹងគេផលិតសម្រាប់កងទ័ពកុនដូគាត់សួរថានៅណាមានលក់គាត់ចង់ទិញណូបឺតគាត់ថានៅកន្លែងលក់ថ្នាំក្នុងក្រុងមិនខ្វះទេឲ្យគាត់ជូនទៅអត់កុនដូគាត់ថាទៅថ្ងៃហ្នឹងហ្មងទៅចឹងគឺគាត់ទិញថ្នាំនឹងឡើង10ដបតែម្ដងអ្នកទាំងអស់គ្នាឡើងអស់$600ដែលប្រហែល15,000 យេនណូបឺតគាត់លន់មកថាងាប់ហើយទិញច្រើនម្ល៉េះពេលហ្នឹងមេបញ្ជាការអារីនិងអនុមេបញ្ជាការឈ្មោះថាហ្វូដាបានចូលមកក្នុងហាងនឹងដែរហ្វូដាបានសួរទៅកាន់ណូបឺតថាឯងមកធ្វើអីនៅហ្នឹងណូបឺតគាត់ថាគាត់ជូនមិត្តរួមការងារថ្មីគាត់មកដើរមើលលេងហ្នឹងហ្វូដាគាត់ថាអូម្នាក់ហ្នឹងអ្នកដែលឆ្លងភពមកហ្នឹងមែនមើលទៅគាត់ដូចមនុស្សប្រុសធម្មតាហ្នឹងកុនដូគាត់អត់និយាយច្រើនទេគាត់អោនជាការគោរពបន្តិចហើយក៏ដើរចេញទៅពេលដែលគាត់ដើរកាត់អារីបានបង្ហើបប្រាប់កុនដូថារដ្ឋមន្ត្រីម្នាក់បានក្លំមើលគាត់ឲ្យកុនដូគាត់រៀនភ្ញាក់ផ្អើលបន្តិចដែរក្រោយមកកុនដូគាត់មកអង្គុយគិតថារដ្ឋមន្ត្រីតាមក្លំមើលគាត់បើគេដឹងពីរឿងដែលកុនដូបាននិយាយជាមួយស៊ីរ៉ៃស៊ីរដ្ឋមន្ត្រីនោះនឹងគិតថាគាត់រំខានការងារគេហើយឥឡូវហ្នឹងគាត់គ្រាន់តែធ្វើអីដែលគាត់អាចធ្វើបានទៅបានហើយនិយាយហើយគាត់ក៏យកការងារដែលគាត់ធ្វើរួចទៅឲ្យ Helmut ហើយសុំការងារថ្មីមកទៀត Norbert គាត់ឃើញឧបករណ៍គិតលេខគាត់ក៏ដើរមកសួរកុនដូគាត់ថាគាត់បានកំងឲ្យក្មេងប្រុសនោះធ្វើឲ្យគាត់វាស្រួលគិតលេខ Norbert គាត់សួរថាតែកុនដូខំធ្វើការចឹងពេកមិនប៉ះពាល់ដល់គាត់ទេមែនកុនដូគាត់ថាកុំបារម្ភអីថ្នាំដែលគាត់ទិញហ្នឹងជួយឲ្យគាត់មានកម្លាំងពេលដែលគាត់ផឹកវាទៅមិនថាគាត់ធ្វើការយ៉ាងណាទេគាត់អត់ហត់សោះហ្មងគាត់សរសើរថាថ្នាំហ្នឹងល្អខ្លាំងណាស់ធ្វើការសុកគាត់ក៏ឃើញថាលិខិតស្នើសុំថវិកាគឺចម្លែកគាត់ក៏យកវាមកសួរ Helmut ថាលេខនៅលើនឹងប្លែកហើយផ្នែករាជវង្សទី3បានដាក់ស្នើលិខិតដូចគ្នា3ដងហើយសម្រាប់ការចំណាយនៅលើការហ្វឹកហាត់ចំនួនក្នុងបញ្ជីគឺវាខុសគ្នា Helmut គាត់ថាវាមិនអីទេដែលលិខិតនៅលើឯកសារសម្រាប់ការចំណាយលើការហ្វឹកហាត់នឹងខុសគ្នានោះធ្វើឲ្យកុនដូយើងភ្ញាក់ផ្អើលហ្មង Helmut គាត់ថានៅផ្នែកនឹងរវល់ខ្លាំងអញ្ចឹងហើយអត់មានពេលរៀបចំឯកសារឲ្យលម្អិតទេគាត់រៀបនឹងបោះត្រាហើយតែកុនដូបានចាប់ដៃគាត់ហើយនិយាយថាចឹងលោកបោះត្រាអនុម័តដោយមិនបានស៊ើបឲ្យច្បាស់លាស់ចឹងមែនគឺថាកុនដូយើងគឺគាត់ម៉ត់ចត់ខ្លាំងមែនតែនតែពេលហ្នឹង Norbert គាត់ថាអានឹងជារឿងធម្មតាទេពួកគាត់គ្រាន់តែជាអ្នកទទួលលិខិតស្នើថវិកានិងរៀបចំវាឲ្យត្រូវតាមប្រភេទពេលហ្នឹងកុនដូគាត់ខឹងខ្លាំងមែនតែនគាត់គិតថាពួកគេមិននិយាយរឿងកឹបកេងប្រាក់បើជាដើរតួនាទីដូចជាអ្នករៀបចំទៅវិញឬមួយក៏ផ្នែក accounting ហ្នឹងគឺមានតែឈ្មោះប៉ុណ្ណោះនឹងជាឈ្នន់ឲ្យអ្នកថ្នាក់ខ្ពស់ធ្វើអីក៏បានទៅលើពន្ធរបស់ជាតិតែគាត់ក៏គិតទៀតថាវាគ្មានអីអាចដំណើរការទៅបានយ៉ាងរលូនដោយគ្មានតុល្យភាពរវាងប្រាក់ចំណូលនិងការចំណាយទេតើពួកគេបំពេញកង្វះខាតប្រាក់ទាំងនោះដោយរបៀបណាគាត់ត្រូវតែស៊ើបរឿងនេះគិតហើយគាត់ងាកមកនិយាយជាមួយពួកគេវិញថាចាប់ពីពេលនេះទៅពួកគាត់នឹងបញ្ជូនឯកសារដែលមិនមានលក្ខណៈគ្រប់គ្រាន់ទៅវិញហើយនឹងមានការបញ្យល់ថាមកពីហេតុអីគាត់ត្រូវតែឲ្យពួកគេបានដឹងថាគាត់មិនអត់ឱនចំពោះការចំណាយខ្ជះខ្ជាយទេវាចំណាយពេលបន្តិចមែនតែពួកគាត់ត្រូវតែធ្វើបែបហ្នឹងមានរឿងមួយទៀតដែលបានរំខានចិត្តគាត់ចឹងហើយគាត់ត្រូវតែពិនិត្យមើលបញ្ហានោះងាកមកមើលខាងនេះវិញហ្វូដាបានរត់មកប្រាប់អារីថាថ្មីហ្នឹងលិខិតស្នើសុំថវិការបស់ពួកគេត្រូវបានបដិសេធហើយបញ្ជូនមកវិញអារីគាត់ថាក្រែងរឿងហ្នឹងគាត់ឲ្យហ្វូដាជាអ្នករៀបចំហីហ្វូដាគាត់ថាគាត់ដឹងតើតែឆ្ងល់ថាមិនក៏ផ្នែកហ្នឹងឥឡូវចម្លែកម្លេះស្រាប់តែស៊ីរ៉ៃស៊ីគាត់ឃើញអារីគាត់ក៏រត់មករកអារីឡើងលឿនពេលហ្នឹងក៏មានបុរសម្នាក់ប្រាប់នាងដែរថានាងមិនគួររត់នៅក្នុងហលចឹងទេដែលគាត់មានឈ្មោះថាកាមីលជារដ្ឋមន្ត្រីដែលតាមឃ្លាំមើលកុនដូនឹងឯងស៊ីរ៉ៃស៊ីគាត់ថារដ្ឋមន្ត្រីនឹងចិត្តល្អហ្វូដាគ្រាន់តែលឺចឹងភ្លាមគាត់ឡើងគាំងតែម្ដងគាត់គិតក្នុងចិត្តថារដ្ឋមន្ត្រីគ្មានបេះដូងនឹងមិនមែនមនុស្សល្អមុខគាត់សង្ហាមែនតែមើលឲ្យចិត្តទៅកែវភ្នែកគាត់គ្មានញញឹមអីបន្តិចទេស៊ីរ៉ៃស៊ីគាត់ថាអ្នកនៅនឹងសុទ្ធតែល្អហ្វូដាគាត់ថាថ្ងៃមុនគាត់បានជួបបុរសម្នាក់ដែលជាអ្នកដែលមកជាមួយស៊ីរ៉ៃស៊ីគាត់សួរថាមនុស្សប្រុសនៅភពរបស់នាងសុទ្ធតែអញ្ចឹងមែនឮគេរំលឹកអំពីកុនដូអញ្ចឹងមើលកែវភ្នែករបស់អារីយើងទៅចាប់អារម្មណ៍ភ្លាមតែម្ដងស៊ីរ៉ៃស៊ីគាត់ថាមើលទៅកុនដូដូចជាបុរសចំណាស់ទូទៅដែរហ្នឹងព្រោះគាត់ពាក់ឈុតធ្វើការនៅថ្ងៃចុងសប្តាហ៍
នាងគិតថាគាត់ជាមនុស្សដែលងប់ងល់នឹងការងារអារីគាត់លឺចឹងគាត់ក៏រៀងឆ្ងល់ស៊ីរ៉ៃស៊ីថានាងធ្លាប់ឮថាអ្នកដែលងប់ងល់នឹងការងារគឺជាអ្នកដែលធ្វើការឲ្យក្រុមហ៊ុនឬអាជីវកម្មគ្មានពេលឈប់សម្រាកគាត់ថាមើលតាមទឹកមុខកុនដូពិតជាអញ្ចឹងមែនហើយស្រាប់តែកាមីលគាត់និយាយថាគួរឲ្យចាប់អារម្មណ៍ធ្វើឲ្យអារីមើលមុខគាត់ភ្លាមចាប់អារម្មណ៍អូនគេងាកមកមើលកុនដូយើងវិញគាត់អង្គុយគិតម្នាក់ឯងតាមការស៊ើបរបស់គាត់វាហាក់ដូចជាគ្រប់យ៉ាងទាំងអស់ត្រូវបានបង់ចេញពីថវិកាជាតិដែលសម្រាប់ទប់ទល់ជាមួយនឹងព្រៃបិសាចព្រៃបិសាចនឹងបញ្ចេញមីអាស្មាតែរៀងរាល់មួយសតវត្សម្ដងប៉ុណ្ណោះវាហាក់ដូចជាពួកគេចំណាយប្រាក់បម្រុងទាំងនោះដោយសេរីគាត់ឆ្ងល់ថាតើវានឹងមានរឿងអីកើតឡើងនៅពេលដែលមីអាស្មានឹងវាចាប់ផ្ដើមបង្កផលប៉ះពាល់វាអាចនឹងបំពុលរុក្ខជាតិបន្ទាប់មករាលដាលដល់សត្វនិងមនុស្សចឹងហើយវានឹងនាំឲ្យចំណូលពន្ធធ្លាក់ចុះខ្លាំងហើយគាត់ឆ្ងល់ទៀតថាកញ្ចប់ថវិកាសម្រាប់នារីបរិសុទ្ធនេះជាអីគាត់ត្រូវតែស៊ើបរឿងនឹងដែរមិនអញ្ចឹងទេថវិការបស់នគរនឹងត្រូវបាត់បង់អស់ទាំងស្រុងកំពុងគិតសោកក៏មានបុរសម្នាក់បានកាន់ឯកសារមករករឿងកុនដូថាហេតុអីគាត់មិនទទួលពាក្យស្នើរបស់គាត់ចឹងឲ្យកុនដូបញ្យល់គាត់ភ្លាមកុនដូគាត់រអ៊ូក្នុងចិត្តថាមានអ្នកមកតវ៉ាទៀតហើយគាត់បានបន្ធូរបន្ថយការរឹតបន្តឹងប៉ុណ្ណឹងហើយនៅតែបុរសម្នាក់ហ្នឹងគាត់មកតវ៉ារាល់ថ្ងៃទៀតកំពុងឆ្លោះគ្នាសោកមានមនុស្សម្នាក់ទៀតបានរត់មករាយការណ៍ថាគេទទួលបានដំណឹងពីការកើតឡើងនៃមីអាស្មាធ្វើឲ្យកុនដូគាត់ពិបាកចិត្តគាត់ប្រឹងធ្វើការខ្លាំងមែនទែនហើយគាត់ផឹកថ្នាំដែលគាត់ទិញនឹងអស់ជាច្រើនដបកាត់មកដល់ការប្រជុំរដ្ឋមន្ត្រីបានអានរបាយការណ៍ស្ដីពីភាពខុសគ្នារវាងចំណូលជាតិនិងចំណាយសម្រាប់រយៈពេល2សតវត្សរ៍កន្លងមកនេះក៏ដូចជាចំនួនទឹកប្រាក់ជាក់លាក់ដែលបានចំណាយតាមនាយកដ្ឋាននីមួយៗនិងតារាងគណនាសម្រាប់ការខាតបង់សរុបដែលរំពឹងទុកសម្រាប់ការខូចខាតដោយសារគ្រោះមហន្តរាយនាពេលអនាគតអានឲ្យភ្លាមគាត់ក៏ងាកសួរទៅហេម៉ូលភ្លាមហ្មងថាអ្នកណាជាអ្នកធ្វើហេម៉ូលគាត់ភ័យឡើងចង់លេចនោមទៅហើយមកមើលខាង accounting នេះវិញកុនដូនិងបរិមម្នាក់នោះនៅមិនទាន់ឈប់ឆ្លោះគ្នាទេបរិមម្នាក់នោះនៅទៀមទាចង់ជួបអ្នកគ្រប់គ្រងទោះ Norbert ប្រាប់ថាហេម៉ូលកំពុងប្រជុំក៏គាត់មិនស្ដាប់ដែរស្រែកឲ្យ Norbert ថាកុំមកចេះដឹងរឿងគាត់កុនដូគាត់និយាយទាំងអោបដៃថាបើគាត់ចង់បានប្រាក់បន្ថែមទៀតយកពីផ្នែករបស់គាត់ទៅបរិមម្នាក់ហ្នឹងគាត់ក៏ស្រែកថាកុំលេងសើចជាមួយគាត់ត្រឹមមន្ត្រីរាជការថ្នាក់ទាបម្នាក់ហ៊ានតមកជាមួយគាត់ទៀតណាស្រាប់តែរដ្ឋមន្ត្រីបានដើរមកហើយនិយាយថាអញ្ចឹងយើងគួរតែឲ្យឋានៈច្បាស់លាស់ទៅកុនដូគាត់សួរទៀតថាបរិមម្នាក់ហ្នឹងនឹងស្ដាប់តាមកុនដូបើសិនជាកុនដូមានឋានៈច្បាស់លាស់មែនទេបរិមម្នាក់ហ្នឹងភ័យឆ្លើយអត់ចេញទេចំណែកកុនដូវិញគាត់បានគិតដល់សម្ដីអារីដែលបានប្រាប់គាត់ថារដ្ឋមន្ត្រីឃ្លាំមើលគាត់ក៏គិតថាម្នាក់ហ្នឹងមិនមែនរដ្ឋមន្ត្រីនោះគាត់ប្រហែលជាមានតំណែងស្មើអ្នកថ្នាក់ខ្ពស់នៅប្រទេសជប៉ុនហើយកាមីលគាត់បានដើរមកជិតកុនដូហើយនិយាយថានេះជាលើកទី1ហើយដែលគាត់បានជួបកុនដូដោយផ្ទាល់អញ្ចឹងមើលទៅកុនដូមិនអន់ទេគាត់ក៏បានតែងតាំងកុនដូជាអនុប្រធាននាយកដ្ឋានគណនេយ្យរបស់រាជវង្សគាត់សរសើរថារបាយការណ៍របស់កុនដូល្អខ្លាំងណាស់ទាំងព័ត៌មាននិងការសរសេរគឺល្អឥតខ្ចោះគាត់សង្ឃឹមថាកុនដូនឹងបន្តធ្វើការឲ្យអាណាចក្ររបស់គាត់ដោយភាពស្មោះត្រង់កុនដូគាត់ប្រកែកថាគាត់មិនសមនឹងមុខតំណែងនេះទេគាត់ថាគាត់មិនចង់ធ្វើការខាងគ្រប់គ្រងនឹងទេគាត់ចង់ធ្វើការដោយគ្មានទំនួលខុសត្រូវដែលផ្ដល់សម្ពាធឲ្យគាត់កាមីលគាត់ថាអញ្ចឹងឯងមានបទពិសោធន៍ខាងគ្រប់គ្រងនឹងមែនពិតជាបុគ្គលដែលមានសមត្ថភាពមែនគាត់នឹងចាំមើលពីលទ្ធផលរបស់គេនៅថ្ងៃអនាគតបន្ទាប់មកគ្រប់គ្នាបានមកអបអរកុនដូដែលបានឡើងឋានៈ Norbert គាត់បាននិយាយថាត្រឹមមួយប្រព្រឹត្តផ្នែកសោះកុនដូគាត់ឡើងតំណែងខ្ពស់ជាងគាត់បានហើយតែកុនដូគាត់ថាគាត់ឡើងតំណែងមែនតែមានតែក្នុងកណ្ដាស់ប៉ុណ្ណោះជាក់ស្ដែងគាត់នៅតែជាអ្នកមកថ្មីដដែលនឹងកុំនិយាយសុភាពជាមួយគាត់ខ្លាំងពេកកុនដូគាត់ខំធ្វើការមែនតែនគាត់ក៏ចាប់អារម្មណ៍ថាថ្នាំដែលគាត់ទិញមក10ដបហ្នឹងក៏គាត់បានផឹកអស់បាត់ទៅហើយទើបគាត់មកទិញថែមទៀតគាត់រៀបនឹងផឹកទៅហើយស្រាប់តែគាត់ចាប់ផ្ដើមពិបាកដកដង្ហើមស្រវាំងភ្នែកហើយក៏ដួលទៅលើដីពេលហ្នឹងអារីក៏ដើរមកឃើញគាត់ដោយចៃដន្យសាច់រឿងភាគ1របស់យើងក៏បានកាត់បញ្ចប់ត្រឹមហ្នឹងដែរដែលយើងមិនទាន់ដឹងថានឹងមានរឿងអីកើតឡើងទៅលើកុនដូយើងទេមានតែចាំមើលភាគក្រោយទៀតអរគុណអ្នកទាំងអស់គ្នាសម្រាប់ការស្ដាប់ការសម្រាយរឿងរបស់ admin ពីដើមរហូតដល់ចប់ជួបគ្នាជាមួយភាគ2ឆាប់ៗនេះណាអរគុណជម្រាបលា